ចេះធ្វើម្ហូបចង់ធ្វើអីញ៉ាំក៏បានដែរណាស់តែខ្ជិលតាដូចធ្វើខ្ញុំស្ដាយរៀងចឹងបងប្អូនគាត់តែគិតក៏ជឿក្បាលដែរថាវាគ្រឿងច្រើនតែធ្វើតាមវិធីនេះប្រហែលជា10នាទីបានញ៉ាំអីយូរជាងគេនៅស្ងោរសាច់ជ្រូកហើយនៅស្បែកជ្រូកមែនអត់បងប្អូនអញ្ចឹងយើងកន់សាច់ជ្រូកនោះឲ្យវាច្រវាមូលប៉ុណ្ណេះមកដាំខ្ទឹមស2 3កាពឹសពេលដែលស្ងោរនោះបងគ្រឿងបន្តិចបន្តួចតែ10នាទីយ៉ាងយូរសាច់3ជាន់របស់យើងឆ្អិនហើយមួយចានធំមកលីបកា4 10គ្រាប់ផងមកញ៉ាំទៅរត់ទៅឆ្ងាញ់យកអាចយកអីវាចេញឲ្យស្អាតមកត្រាំមីសួរចោលសិនទៅមើលសាច់ជ្រូករបស់យើងដល់10នាទីផងឆ្អិនបាត់ហើយយើងយកជ្រូកខ្ចីលឿនបងប្អូនវាអត់ស្វិតទេទឹកដែលនៅសល់យើងស្រុះបកាទៅភ្លុកបានណៃបាបការបស់យើងមានជាតិសំណើមសាច់វានៅទន់ឆ្ងាញ់បើយើងស្រុះឆ្អិនពេកសាច់វាខ្សោះដឹងអត់ជាតិទេទឹកដាំដែលនៅសល់ហ្នឹងដាក់មីសួរស្រស់ចូលទៅបងប្អូនឃើញយើងធ្វើតគ្នាអញ្ចឹងមកផ្លែទេឆ្អិនហើយអត់ញ៉ៃញ៉ៃហើយអត់ប្រឡាក់គ្រឿងក្រៅតែបាយយើងច្រើនទៀតពេញប៉ោះសកៀលទុំខ្ចីតាមចូលចិត្តគ្រាន់តែយកមកដល់យើងឆ្កឹះគ្រាប់វាចេញឲ្យស្អាតរួចហើយហាន់វាជាប្រទេសស្ដើងទៅសក់វិញយើងសាប់វាហើយហាន់ជាប្រទេសស្ដើងដូចគ្នាប៉ុន្តែបើវាមានស្នូលមិនអីអញ្ចឹងបងប្អូនកុំយកស្នូលវាធំក្លិនណាសាច់ជ្រូក3ជាន់របស់យើងហាន់ច្រវាមូលចឹងទៅឆាប់ឆ្អិនហើយហាន់ស្រួលទៀតហាន់មកឃើញប៉ុនគ្នាស្អាតមែនតែនមកតែហឹកក៏ស្រស់ល្អទឹកដែលនៅសល់មិញហ្នឹងយើងបន្តមកស្រស់ស្ដៅស្រស់ឆ្អិនយកមកត្រាំទឹកចឹងទៅវាពណ៌ស្អាតដាំនៅក្រៅផ្ទះបងប្អូនចង់ញ៉ាំពេលណាមានពេលហ្នឹងយើងតើអត់ខ្វះរបស់ហូបទេចង់ញ៉ាំត្រួយស្ដៅខាតមានស្ដៅទេបងប្អូនអាចបេះបានចឹងមិនថាបងប្អូនមានគ្រឿងខុននៅផ្ទះចង់ធ្វើអីញ៉ាំក៏បានដែរងាយបំផុតតោះឥឡូវយើងកំពុងតែមាន promotion បងប្អូនទិញអស់$30យើង free សេវាដឹកហើយថែមប័ម្រេចឆ្ងាញ់ជូនមកកំប៉ុងទៀតណទឹកប្រឡាក់សាច់វិញចង់ប្រឡាក់សាច់ចង់ឆាបានមកស្រួលគ្រឿងឆ្នាំងដីម្ទេសឆាកាពិផាវម្ទេសឆាបកាទឹកប្រហុកទឹកកាពិយើងយកទៅធ្វើម្ហូបមិនបាច់ហត់ផ្សំគ្រឿងច្រើនទេចាក់ទឹកប្រហុកតែប៉ុណ្្នឹងហើយយើងថែមទឹកអំពិលទុំមកភ្លក់មើលរសជាតិជូរតាមការចូលចិត្តមិនបាច់ហត់ជ្រុំហុកជ្រុំអីនំប្រឡាក់កត្រងទេដាក់តែប៉ុណ្ណេះមករសជាតិញ៉ាំស្ដៅរបស់យើងប្រៃផ្អែមមិនល្មមគាត់ថាបើសិនជាបងប្អូនញ៉ាំរៀងផ្អែមបន្ថែមស្ករត្នោតឬមួយក៏ស្ករសមកបន្តិចទៅព្រោះរសជាតិទឹកប្រហុករបស់យើងមិនល្មមអត់ផ្អែមពេកទេបងប្អូនចង់បានមុខណាខ្លះឆាចូល page ណាអរគុណចាស់បងប្អូនជួបគ្នាវីដេអូក្រោយទៀតជម្រាបលា